ងងុយដេកពេកបើករថយន្តចូលលូអាចបរោះម្នាក់បានបើករថយន្តម៉ាក Samsung Galaxy iPhone S ពណ៌លឿងសបៃតងខៀវខ្ចីដែលមានពាក់ផ្លាកលេខ AC1C ដែលធ្វើដំណើរពីអ្នកលឿងទៅប៉ោយប៉ែតកាត់តាមផ្លូវកំពង់សោមមីងលក់ត្រីនៅជិតកន្លែងកាត់ហេតុបានជំទាវប្រាប់អ្នកសារព័ត៌មានយើងថាត្រីកញ្ចុះ7000ត្រីដែង12000ស្រស់ទៅយកមកពីទន្លេទេអូនហើយពូម៉ូតូដប់ដែលនៅជិតកន្លែងកាត់ហេតុបាននិយាយថាមុនកាត់ហេតុគាត់បានប្រទះឃើញរថយន្តមួយបើកយ៉ាងលឿនពីមុខទៅក្រោយហើយមកដល់កន្លែងកាត់ហេតុក៏បានបើកទៅបាត់បរោះជាជនបង្កបានសារភាពថាគាត់ជាមនុស្សគោហើយគាត់ក៏មិនបានចេះបើកឡានដែរអ្វីដែលរន្ធត់លើសនេះទៅទៀតគាត់បាននិយាយថានៅក្នុងថ្ងៃកាត់ហេតុគាត់ក៏មិនបាននៅកន្លែងកាត់ហេតុដែរប៉ូលីសចរាចរណ៍បានទៅដល់កន្លែងកាត់ហេតុហើយហៅបបសអង្គុយស៊ីយ៉ាងប្រងើយគួរបញ្ជាក់ថាករណីនេះបង្